ចាជាធម្មនឹងខ្ញុំសូមគោរពជំរាបសួរមេដាបដាសាសនិងសិស្សានុសិស្សទាំងអស់គ្នាជាទីស្រឡាញ់ចាជាពិសេសគឺលោកគ្រូអ្នកគ្រូទាំងអស់ដែលលើកឡើងជាសំណួរថាលោកស្រីកណិកាសូមជួយបកស្រាយនៅក្នុងប្រធានបទមួយតើធ្វើដូចម្តេចដើម្បីជួយអូនអាយុ3ឆ្នាំទៅដល់5ឆ្នាំក្លាយជាសិស្សពូកែមូលដ្ឋានគ្រឹះភាសាខ្មែរដើម្បីចំណាយរយៈពេលខ្លីបំផុតធ្វើឲ្យពួកគាត់នឹងឆាប់យល់ឆាប់ចេះបានលឿនចាអញ្ចឹងអ្នកគ្រូរីករាយនឹងការឆ្លើយតបនៅសំណូមពរនៅប្រធានបទទាំងអស់នេះដែលមេដាបដាសិស្សនិងលោកគ្រូអ្នកគ្រូទាំងអស់កំពុងតែរងចាំដឹងចម្លើយថាតើធ្វើដូចម្តេចណាចឹងដោយសារអ្នកគ្រូនៅអឺរ៉ុបចឹងអ្នកគ្រូសូមពាក់កៅអៅល្ងាព្រោះនៅនេះល្ងានៅនោះក្តៅចាអញ្ចឹងកុំឲ្យមានអារម្មណ៍ថាអ្នកគ្រូមិនបានពាក់អាវនៅអញ្ចឹងណាចាអញ្ចឹងអ្នកគ្រូមាន4ចំណុចខ្លីៗដើម្បីឆ្លើយតបនៅក្នុងវីដេអូនេះចំណុចទី1គឺបង្រៀនជាចម្រៀងភ្ជញ្ញជាអ្នកនឹងស្រៈដល់អូនដើម្បីឲ្យអូនឆាប់ចងចាំបានល្អពីព្រោះនៅពេលដែលអូននៅតូចអូនចូលចិត្តរៀនតាមរយៈជាចម្រៀងដើម្បីឲ្យអូនសប្បាយចាចំណុចទី2បង្កើតល្បែងសិក្សាដើម្បីឲ្យអូនចូលចិត្តអានចានៅពេលដែលយើងបង្កើតល្បែងសិក្សាវាមានប្រយោជន៍ដល់គាត់ឧទាហរណ៍ថាយើងលេងកម្មវិធីសិក្សាដូចជា Bingo អញ្ចឹងកម្មវិធី Bingo នោះឧទាហរណ៍ថាឥឡូវយើងបង្រៀនគាត់ពីព្យញ្ជនៈកខកូខូចា4ព្យញ្ជនៈរួចអញ្ចឹងដើម្បីឲ្យគាត់ចងចាំនៅព្យញ្ជនៈនឹងបានល្អយើងឲ្យគាត់ជ្រើសរើសចាព្យញ្ជនៈណាដែលគាត់ស្រឡាញ់ក្នុងចំណោម4អក្សរហ្នឹងនៅពេលដែលគាត់ជ្រើសរើសហើយចាអញ្ចឹងយើងហៅតួអក្សរណាដែលត្រូវជាមួយនឹងគាត់គឺគាត់ bingo ប៉ុន្តែនៅក្នុងតួអក្សរដែលគាត់លេងនោះគឺយើងឲ្យគាត់សរសេរទុកនៅក្នុងกระดาษហើយចាហើយដូចជា game puzzle ល្បែងប្រាជ្ញាដែលយើងលើកបង្ហាញព្យញ្ជនៈឆ្លាស់គ្នាដើម្បីឲ្យគាត់ចងចាំព្យញ្ជនៈកុំឲ្យគាត់ចាំតែតាមលេខរៀងចាចំណុចទី2គឺយើងអាចលេង slip board ដូចជាឲ្យគាត់ទះក្តារខៀនឡើងប្រកួតប្រជែងមួយមិត្តភ័ក្តិគាត់ដើម្បីចងចាំព្យញ្ជនៈទាំងអស់ហ្នឹងហើយអ្វីដែលសំខាន់នោះគឺ snake word គឺយើងឲ្យគាត់តពាក្យដូចជាលេងកមិត្តភ័ក្តិគាត់សរសេរខគាត់កោគាត់ខូអញ្ចឹងទៅទាំងការចងចាំនិងការសរសេរផងដែរចាចំណុចទី3អនុវត្តឲ្យអូនសូត្រចម្រៀងតាមរយៈការចងចាំនិងសរសេរតួអក្សរនីមួយៗឲ្យបានច្រើនបំផុតដែលអាចធ្វើបានតាមរយៈការតាមគ្រូនឹងចុចអក្សរតូចដើម្បីឲ្យគាត់សរសេរម្ដងមួយស្លឹកម្ដងស្លឹកគឺយើងព្យាយាមតាមសមត្ថភាពសិស្សនៅពេលដែលយើងស្ទង់មើលថាគាត់អាចសរសេរបានច្រើនគ្រូអាចចុចច្រើនតាមគាត់អញ្ចឹងក្មេងគាត់អាចរៀនដោយមនុស្សធំទេគាត់ត្រូវការចុចអក្សរនឹងតាមដានជាមួយនឹងលំហាត់អនុវត្តកិច្ចការផ្ទះជាប្រចាំរបស់គាត់ហើយចំណុចទី4ជាចំណុចចុងក្រោយគឺយើងត្រូវស្ទាបស្ទង់សមត្ថភាពសិស្សដែលមានវត្ថុបំណងនៃកម្មវិធីសិក្សានឹងថាយើងឲ្យគាត់ពូកែមូលដ្ឋានគ្រឹះភាសាខ្មែរនឹងក្នុងរយៈពេល1ខែឬ2ខែដើម្បីឲ្យគាត់ចងចាំទាំងព្យញ្ជនៈពួកអព្យញ្ជនៈពួកអូទាំងស្រៈទាំងអស់នឹងដើម្បីឲ្យគាត់ចេះប្រកបចេះស្រៈទាំងសរសេរចាអញ្ចឹងក្នុងការបង្វឹកមូលដ្ឋានគ្រឹះភាសាខ្មែរនៅគ្រូមាន4ចំណុចហ្នឹងគ្រូត្រូវចងចាំថាតើធ្វើម៉េចដើម្បីឲ្យបានប្រសិទ្ធភាពខ្ពស់គឺត្រូវដើរតាមចំហសំដៅត្រូវដើរតាមជំហានទាំង4ហ្នឹងចានាងខ្ញុំសូមអរគុណនិងគោរពជម្រាបលា